សួស្តីអ្នកទាំងអស់គ្នាមកកាន់ប្លុកទី2ដំណើរកម្សាន្តទីក្រុងឆុងឈិងទៅលេងភ្នំតកកម្ដងនិយាយទៅខ្ញុំត្រូវងើបពីប្រឡំបន្តិចដើម្បីយើងវិលល្ងាចមកវិញទាន់ដោយសារតែភ្នំតកហ្នឹងគឺឆ្ងាយពីទីក្រុងឆុងឈិងបងប្អូនទ្រាំទៅខ្ញុំមកដល់វិញគឺឡើងម៉ោង9យប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចសម័យមើលទៅគឺវាអត់ចិត្តទេហើយយើងត្រូវឆ្លងកាត់ពីភ្នំមួយទៅភ្នំមួយភ្នំមួយទៅភ្នំមួយច្រើនមែនតើអ្នកទាំងអស់គ្នាមើលតាមផ្លូវគឺខ្ញុំឆ្លងកាត់ភ្នំច្រើនមែនតើហើយតាមផ្លូវគឺសុទ្ធតែភ្នំគ្រាន់តែថ្ងៃហ្នឹងយើងថតស្អីច្បាស់ហើយដោយសារតែថ្ងៃហ្នឹងគឺចោះអាប់ច្រើនខ្លាំងមែនតើហើយនេះគឺយើងចាប់ដើមឡើងភ្នំឲ្យបងប្អូនគឺថាចង់គៀកបពកភ្នំហ្នឹងគឺខ្ពស់និយាយទៅដល់នៅហ្នឹងគឺថា snow ក្របចិត្តអស់ហើយដើមឈើមែកឈើអីគឺមានតែពណ៌សសុទ្ធអីព្រោះថាគៀកបពកមែនតើហើយគឺតែជាក់ខ្លាំងមែនតើអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាទៅគឺពាក់ខោអាវឲ្យបានក្រាស់ៗគេទៅពួកខោអាវដែលពួកដកអង្សាបន្ទប់ជាប់សំបីតែខ្ញុំញ៉ាំមីយកមីមិនតាន់ដល់តុកហ្នឹងគឺមីត្រជាក់បាត់ហើយនិយាយទៅគឺត្រជាក់ខ្លាំងណាស់ហ្នឹងហើយសប្បាយមែនតើបើកូនក្មេងវិញអូយពួកគាត់សប្បាយណាស់លេងជិះស្គីជិះអីនិយាយទៅយើងមនុស្សចាស់ទុកត្រជាក់ស្អីចង់ជាប់អីបើក្មេងៗវិញអត់បញ្ហាហ្មងនិយាយទៅកូនខ្ញុំចាញ់អាកាសធាតុមួយនៅខ្មែរដល់ពេលទៅដល់ហ្នឹងគឺអត់អីនិយាយទៅយើងលេងឆ្អែតហើយល្ងាចឡើងយើងចាប់ដើមមកតែវិញមកញ៉ាំស៊ុបស៊ីឈាន់គីណូតែនិយាយទៅស៊ុបនេះគឺឆ្ងាញ់មែនតើប៉ុន្តែខ្ញុំសូមអធិស្ឋានឲ្យបានថតជាប់ហាងគេណា